Hello, Tuesday, Swakum. Welcome. Nichi Median Ti Moroi Chatsapi. This is lesson 172 of P Nay P, part 2 of 2. Khai đọcថ្ងៃទី22ឆ្នាំ2025ឬខែតុលាថ្ងៃទី22ឆ្នាំ2025 Today is October 22nd, 2025 ថ្នាក់យើងឥឡូវហ្នឹងកំពុងរៀនអំពី United States Citizenship Questions United States Citizenship Questions ឬសំណួរសម្រាប់ការចូលសញ្ជាតិអាមេរិកអូខេរំលឹកម្ដងទៀតអ្នកណាដែលដាក់ឈ្មោះស្នើសុំជាចូលសញ្ជាតិអាមេរិកក្រោយពីថ្ងៃ10ថ្ងៃទី20ឆ្នាំ2025តេស្តនឹងដូរហើយដូរពី100សំណួរទៅ128សំណួរប៉ុន្តែអ្នកដែលกระดาษស្នាមមុនហ្នឹងមុនខែ10ថ្ងៃទី20ឆ្នាំ2025គឺគាត់អាចធ្វើតេស្តចាស់បានដែលមានតែ100សំណួរអូខេឆ្នាំ2008ម្ដងទៀតមាន100សំណួរក្នុងរវាង100ហ្នឹងគេអាចសួរយើងបាន10ហើយក្នុង10នេះយើងត្រូវតែឆ្លើយ6ឲ្យត្រូវមុននឹងគេអនុញ្ញាតឲ្យយើងជាប់ចូលសញ្ជាតិអាមេរិកអូខេតេស្តថ្មីចាប់ផ្ដើមខែ10ថ្ងៃទី20ឆ្នាំ2025សំណួរវាឡើងពី100ដល់128ហើយពីមុនគេសួរយើងតែ10ទេប៉ុន្តែឥឡូវហ្នឹងចាប់ផ្ដើមខែ10ថ្ងៃទី20ឆ្នាំ2025ហ្នឹងគេសួរយើង20សំណួរក្នុងរវាង20សំណួរហ្នឹងគេចង់ឲ្យយើងឆ្លើយឲ្យត្រូវបាន12មុននឹងគេអនុញ្ញាតឲ្យយើងជាប់ចូលសញ្ជាតិហេសូខាងក្រោមហ្នឹងចាំខ្ញុំតម្លាក់អា link ហ្នឹងទៅសារសំណួរ100ចាស់ពី2008ជាភាសាខ្មែរផងអង់គ្លេសផងក្រែងយើងចង់រៀនហើយបើសិនជាយើងចង់ធ្វើតេស្តខ្លួនឯងយើងអាចមើលតែអង់គ្លេសទៅទេហើយយើងសាកធ្វើតេស្តមើលថាយើងចេះបានប៉ុណ្ណាសម្រាប់សំណួរថ្មីចាប់ផ្ដើមខែ10ថ្ងៃទី20 2025ខ្ញុំនឹងតម្លាក់ link នៅខាងក្រោមនឹងដែរដាក់ពីមានអង់គ្លេសផងជាភាសាខ្មែរផងអង់គ្លេសផងហើយមួយទៀតគឺ128សំណួរហ្នឹងគឺមកពីអង្គតាបវេសផ្ទាល់ជាភាសាអង់គ្លេសក្រែងយើងចង់ធ្វើតេស្តខ្លួនឯងអូខេឆ្នាំ2008សំណួរ80 2008 question 80 Who was president during the Great Depression and World War II? Who was president during the Great Depression and World War II? 80តើនរណាជាប្រធានាធិបតីក្នុងអំឡុងវិបត្តិសេដ្ឋកិច្ចធំនិងសង្គ្រាមលោកលើកទី2អូខេពេលណាគេជាប្រធានាធិបតីក្នុងរយៈពេលហ្នឹងចម្លើយគឺ Franklin Roosevelt Franklin Roosevelt ម្ដងទៀត Who was president during the Great Depression and World War II ចម្លើយ Franklin Roosevelt Franklin Roosevelt អូខេសំណួរ80ពីឆ្នាំ2008ហ្នឹងគឺដូចគ្នាបាទនឹងសំណួរ105ដែលសម្រាប់សំណួរថ្មីខ្ទង់128ហ្នឹងណាចាប់ផ្ដើមខែ10ថ្ងៃទី20 2025លោះហើយសំណួរហ្នឹងដូចគ្នាបែបបាត់ Who was president during the Great Depression and World War II ចម្លើយ Franklin Roosevelt គេផ្លាស់ប្ដូរតែលេខសំណួរប៉ុណ្ណោះម្ល៉េះហើយបើយើងរៀនអាចារ្យហើយគឺអត់ខាតទេគឺយើងចំណេញព្រោះអីសំណួរចាស់ហ្នឹងគឺវានៅលើតេស្តថ្មីដែរអូខេម្ដងទៀត Who was president during the Great Depression and World War II? Who was president during the Great Depression and World War II? Who អ្នកណាគេពីណាគេ was ដែលបានធ្លាប់ធ្វើ president នឹងប្រធានាធិបតី during គឺក្នុងអំឡុងនៅពេល during the Great Depression និងសេដ្ឋកិច្ចដែលវិបត្តិសេដ្ឋកិច្ចវិបត្តិសេដ្ឋកិច្ចហ្នឹងកាលដែលសហរដ្ឋអាមេរិកក្រីក្រអត់សូវមានម្ហូបអត់សូវមានការងារធ្វើដុនដាបហ្នឹងគឺគេហៅថា the Great Depression and មានន័យថានឹង World War II World ហ្នឹងពិភពឬគឺពិភពលោក War មានន័យថាសង្គ្រាមហើយអាដាក់2ហ្នឹងដូច I 2ហ្នឹងមានន័យថាលេខ2អូខេ World War II សង្គ្រាមលោកទី2ចម្លើយម្ដងទៀត Who was president during the Great Depression and World War II? Franklin Roosevelt
ខ្ញុំលើកម្ដងទៀតសំណួរ105ថ្មីហ្នឹងគឺដូចសំណួរ80ពីឆ្នាំ2008ចឹងដូចគ្នាបែបបាត់លោះហើយបើយើងធ្លាប់រៀនអាចារ្យហើយយើងចំណេញព្រួយសំណួរដដែលចម្លើយដដែលសម្រាប់អតេសថ្មីចាប់ផ្ដើមពីខែ10ថ្ងៃទី20ឆ្នាំ2025អូខេអានេះចាំខ្ញុំដាក់ម្ដងទៀតនៅខាងក្រោមហ្នឹងបើយើងចុច more ឬបន្ថែមទៀតខ្ញុំតម្លាក់ link ហ្នឹងឲ្យអូខេតំណភ្ជាប់ហ្នឹងទៅសំណួរចាស់100សំណួរជាភាសាខ្មែរដែលខ្ញុំរកតាមអ៊ីនធឺណិតយូរណាស់ហើយមិនមែនខ្ញុំអ្នកបកប្រែប៉ុន្តែកូនសិស្សជាច្រើនគាត់ប្រើអាហ្នឹងព្រោះអីវាងាយស្រួលអានអឺហើយសំណួរជាពី2008 100សំណួរហ្នឹងជាភាសាអង់គ្លេសដើម្បីយើងសាកធ្វើតេស្តខ្លួនឯងហើយសំណួរថ្មីផងអា128សំណួរហ្នឹងជាភាសាខ្មែរផងហើយនឹងសំណួរ128សំណួរជាភាសាអង់គ្លេសមកពីកន្លែងអង្គតារបោះផ្ទាល់អូខេប៉ុណ្្នឹងឯង Thank you សូមអរគុណបាយបាយ